សុខតកូនទាកប៉ាមួយឆ្នាំនេះជីឡានរាប់ពាន់គីឡូមកធ្វើដល់ទីក្រុងហ្វីលីបងប្អូនខ្ញុំមកច្រៀងនៅទីនេះផងក៏ឆ្លៀតចូលលេងប្រទេសមិត្តភ័ក្តិបងប្អូននៅនឹងផងទៅហើយគាត់មានទាកប៉ាមួយក្បាលធំប៉ុណ្ណាប៉ុណ្ណីក៏សួរថាធ្វើម្ហូបអីឆ្ងាញ់តែឆាក្តៅចាអីដូចដដែលដល់ហើយនេះឥឡូវសាកធ្វើស៊ុបទាតកូនមើលលីងគល់ក្រៃជាមួយខ្ទឹមសខ្ទឹមក្រហមម្ទេសឆ្អើអញ្ចឹងទៅដាក់ជាមួយនឹងគ្រឿងតៅហ៊ូម្សៅសាតេម្ទេសផ្លោកក្រហមគ្រឿងយ៉ាហននិងកាពិម្ដុំផងដែរយើងកូរច្បល់វាឲ្យឈ្ងុយសពគ្រប់អញ្ចឹងទៅណាបងប្អូនគ្រឿងក្រៅប៉ុណ្ណនេះដឹងតែស៊ុបទាកប៉ាបើយើងមកឆ្នាំងឆ្ងាញ់ខ្លាំងលេខ1ហ្មងទាកប៉ាមួយក្បាលធំនេះខ្ញុំស្មានអត់ខុសតែប្រហែលជា3ទៅ4គីឡូធំមែនតើបងប្អូនឲ្យបានថតឲ្យមើលពេលអត់តាន់កាប់យើងងាស់វាចោលរហូតតដាច់ទឹកប្រៃយើងថែមគ្រឿងក្រៅបន្ថែមទៀតខ្ញុំបាទដាក់ទៅដល់គោខាប់ប្រហែលជាកន្លះកូនចានបន្ថែមជាមួយនឹងម្សៅស៊ុបខ្នុរហ្វីលីពីននេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាម្សៅស៊ុបខ្នុរដែលខ្ញុំកំពុងតែប្រម៉ូទផ្សព្វផ្សាយនេះជាម្សៅស៊ុបខ្នុរហ្វីលីពីនមិនមែនជាម្សៅស៊ុបខ្នុររបស់ប្រទេសលេខ2ទៀតខ្ញុំបាទចង់បញ្ជាក់ម្ដងទៀតមានអក្សរខ្មែរមាន QR code barcode សម្រាប់ scan សម្រាប់មើលគ្រប់បែបគ្រប់យ៉ាងនេះគឺប្រទេសហ្វីលីពីនចំអត់កុហកបងប្អូនទេអាចមើលអក្សរគេដាក់ខាងក្រោយនេះបានពីព្រោះនៅតែមានបងប្អូនមួយចំនួនចូលខមមិនវីដេអូខ្ញុំនៅថាខ្ញុំបាទប្រម៉ូទផលិតផលសៀមអញ្ចឹងណាគឺពិតអត់ទេបងប្អូនឈប់យល់ច្រឡំទៅស៊ុបទាកប៉ានេះឆ្ងាញ់ខ្លាំងគឺដោយសារការរងាស់ដាក់ទឹកដូងយើងកំប្រើទឹកធម្មតារងាស់ទឹកដូង 4-5 លីត្រអញ្ចឹងទៅទាក៏ឆាប់ផុយទឹកស៊ុបក៏មានជាតិដែរទឹកដូង 4 លីត្រខ្ញុំបាទប្រើទឹកដោះគោ 1 លីត្រដាក់រងាស់វាចោល1ម៉ោង 2 ម៉ោងឲ្យផុយសាច់ទឹកខ្ញុំបាទមកធ្វើទឹកជ្រលក់តៅហ៊ូវិញស៊ុបតកួនទាកប៉ានេះគ្មានអីឆ្ងាញ់ជាងទឹកជ្រលក់បំមុខនេះទេបងប្អូនចង់ប្រើទឹកជ្រលក់មួយណាក៏បានដែរតាមចំណង់ចំណូលចិត្តប៉ុន្តែវាស៊ីខ្លាំងជាមួយទឹកតៅហ៊ូនឹងឯងបើបានជ្រលក់ជាមួយណាទាដែលយើងផុយហើយនឹងនិយាយពីថាជាតិម៉ែជាតិឪជាតិអីផ្ដាំម៉ែផ្ដាំឪឆ្ងាញ់ខ្លាំងតែម្ដងហើយរបៀបធ្វើទឹកតៅហ៊ូនេះស្រួលណាស់បងប្អូនមិនចាំបាច់ខ្ញុំបាទព្រានក៏ចេះធ្វើដែរងាកមកស៊ុបទាកប៉ាយើងវិញបន្ទាប់ពីយើងងាស់បាន1ម៉ោង 2 ម៉ោងហើយវាចាប់ផ្ដើមផុយអញ្ចឹងយើងបន្ថែមគ្រឿងក្រៅបញ្ចប់តែម្ដងខ្ញុំបាទដាក់ទឹកត្រីថែមបន្តិចបងសណ្តែកដីចូលជាការស្រេចយើងដួសម្លែកដាក់ឆ្នាំងទូចឹងទៅលើកដាក់លើតុញ៉ាំជុំគ្នាប្លែកមាត់មែនតើបងប្អូនធ្វើតាមរបៀបនេះទាកប៉ាអត់មានធំក្លិនទេសាច់ទាក៏ផុយញ៉ាំទៅជក់មាត់ឆ្ងាញ់ណាហើយសម្រាប់ topping មកវាបងប្អូនចង់ប្រើជាមួយសាច់គោហាន់ស្ដើងក៏បានបងប្អូនចង់ញ៉ាំជាមួយឈាមទាញ៉ាំជាមួយនឹងបន្លែប្លុកគ្រឿងក្រៅអីតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំបាទអត់មានឈាមទាទេរត់បានអញ្ចឹងថ្ងៃហ្នឹងគឺមានតែប្រហែលជាប្រហែលមុខនឹងឯងមានប្រហិតមានតៅហ៊ូមានត្រាវបំពងបាទមានបន្លែតកួនមានផ្សិតមានអីអញ្ចឹងណាគ្រាន់តែបើកភ្លើងមកទឹកវាពុះបងប្អូនអូឈ្ងុយពេញផ្ទះតែម្ដងបងប្អូនបានជួបជុំគ្នាអីអត់ដឹងថាធ្វើម្ហូបអីឆ្ងាញ់ណាដាក់មួយមុខនេះទៅធានាថាអែមអញ្ចឹងហ្មងប្លែកមាត់ជាងយ៉ាហនហើយក៏ឆ្ងាញ់ជាងហាស៊ុបចិនដែរបងប្អូនសាកមើលព្រោះមុននេះខ្មែរសុទ្ធសាធហើយពីព្រោះអីទាំងគ្រឿងឆ្នាំងដីគ្រឿងសាតេអីគឺជារបស់ខ្មែរយើងប្រើហ្មងហើយមើលពណ៌ស៊ុបគេឡើងទំនងនិយាយថាដាក់មួយម៉ាត់ទៅដឹងតែជាតិហ្មងបើថាបានមេឃធ្លាក់ព្រៀងត្រជាក់អីទៀតបានមួយឆ្នាំងអញ្ចឹងហត់បាច់ញើសខ្ចាយហើយនិយាយទៅខ្ញុំអត់តែមកទីក្រុងហ្វីលីមកច្រៀងដឹងតែមានការរហូតបាទគឺមកធ្វើម្ហូបញ៉ាំអញ្ចឹងឯងឥឡូវហូបចាក់ចាប់ដើមដល់ម៉ោងរស៊ីលក់ដូរយើងវិញគ្រឿងក្រៅលក់ដូរខ្ញុំបាទយកមកតាមទាំងអស់មានអ្នកមកទិញដល់ផ្ទះផងអ្នកចាំទិញនៅកន្លែងសមភ្លេងផងឡើងទិញកន្លែងច្រៀងផងអញ្ចឹងឥឡូវអ្នកណាគេមកទិញផ្ទាល់លក់ឲ្យអ្នកនឹងមុនសិនអវ៉ាន់ដាក់មកមិនទាន់ប្រកាសថាលក់ផងឥឡូវគេយកអស់លេងហើយបងប្អូនអើយ